តោះមកស្ដាប់អំពីរឿងរ៉ាវដំណើររបស់ភូមិអ៊ីនូណាគិដែលគ្រប់គ្នាចាត់ទុកថាជាភូមិមួយដ៏គ្រោះថ្នាក់ក្នុងប្រទេសជប៉ុនភូមិអ៊ីនូណាគិជាភូមិមួយដែលបានបង្កើតឡើងជាយូរណាស់មកហើយស្ថិតក្នុងតំបន់ Fukuoka ដែលនៅក្បែរភូមិនោះក៏មានផ្លូវរួមភ្នំមួយដែលគេហៅថារូបអ៊ីនូណាគិហើយភូមិអ៊ីនូណាគិជាភូមិដែលបានភ្ជាប់ទំនាក់ទំនងជាមួយមជ្ឈដ្ឋានខាងក្រៅវាជារឿងដ៏ចម្លែកដែលភូមិមួយនេះបានកាត់ផ្តាច់ចេញពីពិភពលោកខាងក្រៅហើយរស់នៅជាមួយទំនៀមទម្លាប់របស់ពួកគេតែអ្វីដែលចម្លែកមានការនិយាយតគ្នាថាភូមិអ៊ីនូណាគិជាភូមិដែលស៊ីសាច់មនុស្សដោយសារតែកាលពីចំនួនសង្គ្រាមលោកលើកភូមិនេះមិនទទួលបានជំនួយពីខាងក្រៅនិងមានការកង្វះស្បៀងទើបធ្វើឲ្យអ្នកភូមិបានសម្រេចចិត្តសម្លាប់មនុស្សណាដែលចូលទៅក្នុងភូមិដើម្បីយកសាច់ស៊ីជាស្ដែងក៏មានរឿងនិយាយតគ្នាថាកាលពីមុនមានគូស្នេហ៍មួយគូបានជិះឡានកាត់តំបន់នោះស្រាប់តែឡានរបស់ពួកគេបានខូចភ្លាមទើបប្តីប្រពន្ធនោះបាននាំគ្នាចូលទៅក្នុងភូមិអ៊ីនូណាគិដើម្បីសុំជំនួយនៅពេលដែលពួកគេបានដើរចូលទៅក្នុងភូមិស្រាប់តែឃើញមានសភាពស្ងាត់ចម្លែកហើយផ្ទះនីមួយៗប្រៀបបានដូចជាផ្ទះដែលគេទុកចោលប៉ុន្តែសុកក៏មានបរិះម្នាក់ចេញមកស្វាគមន៍ពួកគេដោយក្តីរីករាយមិនយូរប៉ុន្មានបរិះម្នាក់នោះក៏បានសម្លាប់បរិះដែលជាប្តីឲ្យស្លាប់នៅនឹងកន្លែងហើយបានយកសាច់ទៅស៊ីហើយស្ត្រីដែលជាប្រពន្ធបានឃើញសភាពបែបនោះមានការភ័យខ្លាចក៏បានរត់គេចខ្លួនផងដែរមកដល់ពេលនេះភូមិមនុស្សត្រូវបានបោះបង់ចោលហើយផ្លូវរួមភ្នំអ៊ីនូណាគិក៏ត្រូវបានបិទចោលដោយសារការពីចំនួនមុនមានករណីប្លន់ការធ្វើអតិថិធនិងការជួញដូរគ្រឿងញៀនទើបធ្វើរដ្ឋាភិបាលជប៉ុនបានសម្រេចចិត្តបិទរួមភ្នំនោះចោលរហូតដល់ពេលសប្តាហ៍ថ្ងៃអញ្ចឹងអ្នកនរគ្នាបើសិនជាបានដឹងអំពីព័ត៌មានបន្ថែមទាក់ទងអំពីរឿងរ៉ាវមួយនេះអាចខមមិនខាងក្រោមវីដេអូនេះបានហើយចាំជួបគ្នានៅវីដេអូក្រោយទៀតផងដែរ